បាទបងប្អូនថ្ងៃនេះគឺខ្ញុំបានមកជួបជាមួយនឹងគ្រូសាដែលគាត់មានគ្រូសាពិការរហូតដល់3នាក់បាទខាងប្អូនប្រុសខាងនេះគឺគាត់ពិការដេកនៅមួយកន្លែងហើយលោកពូខ្ញុំមកថ្ងៃមុនហ្នឹងគឺគាត់អាចដើរបានឥឡូវហ្នឹងឮថាគាត់ដើរលេងបានហើយចាតើតើគាត់កកិលបាទនេះគឺជាថវិកាដែលបងប្អូនរបស់យើងគាត់បានឧបត្ថម្ភតាមរយៈបងចាបាទអរគុណទាំងលោកពូដែលបានជួយខ្ញុំហើយនឹងបងប្អូនទាំងអស់គ្នាដែលបានជួយគ្រួសារខ្ញុំពិតជាអរគុណណាហើយខ្ញុំរំភើបមកណាដែលបានជួយគ្រួសារខ្ញុំពេលនេះចំខ្ញុំខ្វះខាតខ្លាំងមែនតែនទាំងដែលពូខ្ញុំក៏គាត់ឈឺដើរអត់រួចខ្ញុំលំបាកខ្លាំងមកណាហងៃនេះបាទពិបាកមែនតែនបានមកបានយកទៅទិញថ្នាំមើលជំងឺគាត់បាទបងប្អូនថ្ងៃនេះគឺខ្ញុំបានមកដល់ផ្ទះរបស់ប្អូនស្រីម្ដងទៀតហើយបាទដោយខ្ញុំបាននាំយកថវិការបស់បងប្អូនដែលគាត់បានឧបត្ថម្ភតាមរយៈខ្ញុំបាទហើយទិញទិញរបស់របរឲ្យគាត់ប្រើប្រាស់លោកពូកាលពីខ្ញុំមកថ្ងៃមុនហ្នឹងគឺគាត់នៅដើរបានបងប្អូនបាទគាត់ដើរបានគាត់អាចនិយាយជាមួយយើងបានប៉ុន្តែថ្ងៃនេះគឺលោកពូគាត់ចាប់ផ្ដើមឈឺដែរបាទឮថាគាត់វែងទៀតបាទនៅពេលដែលគាត់វែងគាត់នៅផ្ទះឬក៏គាត់ចេះតែដើរទៅវែងដើររស់ខ្ញុំអីចឹងអ្នកចិត្តខាងឃើញអ៊ីអីគាត់ស្គាល់លេខទូរស័ព្ទខ្ញុំគាត់ទេហៅខ្ញុំមកវិញចឹងឲ្យមកវិញមកខ្ញុំទៅមើលកូនឡារៀនផ្លេតចឹងគាត់វែងហួរចឹងអ្នកចិត្តខាងអ៊ីអីទេឲ្យមកវិញវែងហួរតែខ្ញុំខ្លាចខ្ញុំរត់ចោលបាទអូអ្វីដែលគាត់បារម្ភគាត់ខ្លាចយើងរត់ចោលគាត់ចាហើយខ្ញុំមិនចោលទេបាទព្រោះអីយើងធ្លាប់នៅស៊ីអត់ស៊ីឃ្លានមួយគ្នាបាទគាត់មិនកើតទេបាទបងប្អូនអើយបាទអាណិតគាត់ខ្លាំងមែនតែនបាទនោះលោកពូគាត់យំបាទគាត់ពិបាកចិត្តគាត់ពេកបងប្អូនបាទដោយសារតែពិបាកចិត្តគាត់ពេកបាទពីមុនធ្លាប់តែដើរបានបាទនិយាយបានដល់ពេលឥឡូវនេះបែរជានិយាយក៏មិនបានហើយដើរក៏អត់រួចទៀតបាទនៅអង្គិលបាទជាមួយនឹងខាងក្មួយរបស់គាត់បាទប្អូនប្រុសខាងនេះត្រូវជាក្មួយរបស់លោកពូបាទលោកពូគាត់មានអាយុ50ឆ្នាំជាងហើយរាល់ថ្ងៃហ្នឹងគឺពិបាកខ្លាំងមែនតើបងប្អូនបាទនៅក្នុងគ្រួសាររបស់គាត់ហ្នឹងគឺពិការរហូតដល់3នាក់បាទលោកពូក៏គាត់ពិការបាទសុំទោសបងប្អូនគាត់ដូចថាគាត់មានបញ្ហាវែងផងបាទគាត់វែងហើយលោកពូនោះខាងនោះបាទដែលត្រូវជាឪពុករបស់ប្អូនប្រុសខាងនេះក៏គាត់ពិការដូចគ្នាបាទឮថាដួលមិនទេគឺដាច់តសៃសលេងដាច់តសៃអីចឹងទៅនិយាយអត់បានទេឥឡូវនេះគឺខ្ញុំបានមកជួបគាត់ម្ដងទៀតហើយអាណិតគាត់ខ្លាំងមែនទែនបងប្អូនអើយបាទគាត់រស់នៅកន្លែងសង្កសីនេះបាទបិទបាំងយើងមើលទៅរៀងក្តៅដែរបាទរៀងក្តៅមែនទែនដោយបិទបាំងសង្កសីបាទមានប្រក់នេះស្អីគេអានេះគេហៅ banner បាទហើយមើលបងប្អូនបានឃើញស្រាប់ហើយបាទរាល់ថ្ងៃហ្នឹងគឺគាត់រស់នៅនឹងបាទគាត់មានបន្ទប់ទឹកមានអីនៅនឹងបត់ដៃបត់ជើងនៅនឹងហ្មងបាទហើយមើលបងប្អូនឃើញបាទពិបាកមែនតើហើយបងអូនស្រីវិញគឺគាត់រាល់ថ្ងៃហ្នឹងគឺគាត់ផ្គត់ផ្គង់ទៅលើកូនខ្លួនឯងផងបាទផ្គត់ផ្គង់ទៅលើបងប្រុសដែលដេកពិការផងបាទជួយចិញ្ចឹមលោកពូទៀតបាទហើយនឹងឪពុកទៀតនោះឪពុកនោះនៅពិការតាមប្អួយនោះបងប្អូនបាទនោះអើយអាណិតគាត់ខ្លាំងមែនតើបងប្អូនអើយបាទបើសិនជាបងប្អូនចង់ជួយគាត់បងប្អូនអាចមកជួយបានបាទខ្ញុំមកលើកទី2ហើយលើកមុនហ្នឹងខ្ញុំបានមកជួបគាត់ម្ដងបាទថ្ងៃនេះគឺខ្ញុំបានមកជួបគាត់ម្ដងហើយអញ្ចឹងបើសិនជាបងប្អូនសប្បុរសជនដែលចង់ជួយគាត់បាទបងប្អូនអាចអញ្ជើញមកបានបាទទីតាំងដូចខ្ញុំបញ្ជាក់ជូនអញ្ចឹងឬក៏បងប្អូនអាចតំណតំណងមកខ្ញុំចាំខ្ញុំឲ្យលេខទូរស័ព្ទតាក់ទងគាត់ដើម្បីមកជួយគាត់បាទអាណិតគាត់ខ្លាំងមែនទែនរាល់ថ្ងៃហ្នឹងគឺរស់នៅចិញ្ចឹមសតតអ្នកពិការបងប្អូនអើយបាទហើយលោកពូខាងនេះវិញគ្រាន់តែប្អូនស្រីគាត់ទៅយកកូនមកពីរៀនមកពីអីចឹងបាទគាត់ខ្លាចប្អូនស្រីហ្នឹងបោះបង់គាត់ចោលបាទគាត់ខ្លាចប្អូនស្រីបោះបង់គាត់ចោលដល់ពេលចឹងទៅគឺគាត់ពិបាកចិត្តហើយសារមុនហ្នឹងគាត់អាចដើរបានអីបានដល់ពេលឥឡូវដើរលេងបានបាត់ហើយពូពិបាកចិត្តពូហ៎ពិបាកចិត្តមូលហេតុអីបានពូពិបាកចិត្តពូនិយាយមើលមូលហេតុអីបានពិបាកចិត្តពូដើរអត់បានពូហ៎ដើរអត់បានហ្មងណាពូណាអូយបងប្អូនអើយបាទលើកមុនដើរបានឥឡូវនេះដើរអត់បាននៅអង្គុល
នៅអង្គុយបាទកកិលក្បែរក្មួយប្រុសគាត់ដែរបាទក្មួយប្រុសដេកខ្វិនខ្វេខ្វងចឹងទៅហើយដល់ពេលលោកពូក៏ដើររួចដូចគ្នាដែរនៅអង្គិលបងប្អូនហើយបាទអាណិតគាត់ខ្លាំងមែនទែនហើយនៅក្នុងគ្រួសាររបស់គាត់នឹងគឺពិការរហូតដល់3នាក់បាទរាល់ថ្ងៃហ្នឹងគឺពឹងទៅលើប្អូនស្រីដែលគាត់ទៅស៊ីឈ្នួលគេធ្វើនំធ្វើអីឲ្យគេបានមួយព្រឹកចឹងទៅបានថវិកាតិចតួចមកសម្រាប់យកទៅទិញម្ហូបទិញអង្គអីហូបដើម្បីចំណាយបាទគ្រប់គងទៅលើគ្រួសាររបស់គាត់ហ្នឹងបាទអាណិតគាត់ខ្លាំងមែនទែនហើយសម្រាប់ទីតាំងគឺស្ថិតនៅក្នុងភូមិត្រពាំងពួនបាទឃុំបន្ទាយមាសស្រុកបន្ទាយមាសខេត្តកំពតបងប្អូនដែលគាត់ចង់មកឃើញគាត់ផ្ទាល់ឬក៏បងប្អូនចង់មកជួយគាត់អីគឺបងប្អូនអាចអញ្ជើញមកបាន